សិស្សឆ្នាំនិទេសអេពិធីរៀនត្រៀមប្រឡងបាក់ឌុបគន្លឹះសិក្សាសម្រាប់សិស្សវិទ្យាល័យជ្រើសរើសជំនាញរៀនឲ្យបានត្រឹមត្រូវត្រៀមលក្ខណៈចូលសាកលវិទ្យាល័យនិពន្ធដោយភាពសុភ័ក្រអារម្មណ៍កថាសៀវភៅសិស្សឆ្នាំនិទេសអេគឺមិនមែនសម្រាប់តែអ្នកចង់បាននិទេសអេប៉ុណ្ណោះទេតែជាសៀវភៅណែនាំសម្រាប់សិស្សទូទៅដែលស្រឡាញ់ការសិក្សារៀនសូត្រពិសេសសិស្សដែលកំពុងរៀននៅថ្នាក់វិទ្យាល័យសៀវភៅមួយក្បាលនេះនឹងជួយអ្នកឲ្យត្រៀមខ្លួនបានល្អក្នុងការប្រឡងបាក់ឌុបនិងការត្រៀមលក្ខណៈឲ្យបានល្អដើម្បីចូលរៀននៅសាកលវិទ្យាល័យសៀវភៅនេះគឺជាស្នាដៃដំបូងរបស់ខ្ញុំដែលបានចងក្រងពីការចែករំលែករបស់ខ្ញុំកន្លងមកតាមរយៈវីដេអូបទសភា podcast និងពីបទពិសោធន៍ផ្ទាល់ខ្លួននិទេសអេឬភាពជាសិស្សឆ្នើមមិនមែនជាអ្វីមួយដែលមិនអាចទៅរួចនោះទេសម្រាប់អ្នកទាំងអស់គ្នាដរាបណាអ្នកមានឆន្ទៈមុខមុតអ្នកបោកអ្នកប្រកាសជាអាចសម្រេចវាបានខ្ញុំសង្ឃឹមថាសៀវភៅមួយក្បាលនេះនឹងក្លាយជាផ្នែកមួយនៃភាពជោគជ័យរបស់អ្នកតាមរយៈការផ្ដល់គន្លឹះវិធីសាស្ត្រជាការជំរុញទឹកចិត្តបន្ថែមដើម្បីបណ្ដុះឆន្ទៈឲ្យកាន់តែខ្លាំងក្លាក្នុងការសម្រេចក្តីស្រមៃរបស់អ្នកខ្ញុំសូមអធ្យាស្រ័យនិងអភ័យទោសទុកជាមុនប្រសិនបើមានកំហុសឆ្គងទាំងឡាយណាដែលកើតឡើងដោយអចេតនាខ្ញុំរីករាយនឹងទទួលការផ្ដល់មតិយោបល់ពីអ្នកអានទាំងអស់គ្នាផងដែរស្នាដៃក៏មិនអាចកើតឡើងបានដែរប្រសិនបើគ្មានការគាំទ្រនិងជួយជ្រោមជ្រែងពីអ្នកជំនាញខ្លួនរបស់ខ្ញុំក្នុងនោះរួមមានក្រុមគ្រួសារលោកគ្រូអ្នកគ្រូមិត្តភ័ក្តិនិងអ្នកតាមដានខ្ញុំទាំងអស់នៅលើបណ្ដាញសង្គមផ្នែកទី1ផ្លាស់ប្ដូរខ្លួនឯងឲ្យក្លាយជាសិស្សពូកែ1នារីម្នាក់ដែលធ្វើឲ្យខ្ញុំរៀនពូកែខ្ញុំធ្លាប់ជាសិស្សរៀនខ្សោយមិនដែលរៀនជាប់ចំណាត់ថ្នាក់ល្អទេហើយមូលហេតុដែលរៀនមិនពូកែនោះគឺមកពីខ្ញុំតែងគិតថាខ្ញុំមិនមានខួរក្បាលល្អដូចគេតែងតែប្រៀបធៀបខ្លួនឯងជាមួយអ្នកដទៃគិតថាគេរៀនពូកែជាងព្រោះគេមានខួរក្បាលល្អពីកំណើតគេជាកូនអ្នកមានធនធានឬពូជគេពូកែជាដើមខ្ញុំគិតថាអ្នកទាំងអស់គ្នាកំពុងតែអានមួយចំនួនប្រហែលធ្លាប់មានគំនិតដូចខ្ញុំដែរហើយមើលទៅខ្ញុំចាប់ផ្ដើមផ្លាស់ប្ដូរខ្លួនឯងដោយសារនារីម្នាក់គាត់គឺជាកម្លាំងចិត្តដែលធ្វើឲ្យខ្ញុំផ្លាស់ប្ដូរខ្លាចជាសិស្សពូកែខំប្រឹងរៀនជាងមុនដើម្បីកុំឲ្យបោកបាច់វែងឆ្ងាយច្រើនខ្ញុំប្រាប់តែម្ដងទៅនារីម្នាក់នោះគឺម៉ែខ្ញុំនឹងឯងនិយាយទៅខ្ញុំអត់ដឹងថាម៉ែរបស់អ្នកទាំងអស់គ្នាដូចម៉ែរបស់ខ្ញុំឬក៏អត់ទេឲ្យតែថាកូនរៀនគាត់មិនសូវប្រើយើងទេ
អញ្ចឹងពេលខ្លះខ្ញុំធ្វើពុតជារៀនម្ដងម្កាលដើម្បីកុំឲ្យម៉ែប្រើម៉ែខ្ញុំរៀនមិនបានខ្ពស់ទេគាត់រៀនបានត្រឹមថ្នាក់ទី2តែប៉ុណ្ណោះប៉ុន្តែខ្ញុំពិតជាកោតសរសើរគាត់មែនទែនពីព្រោះតែងតែជំរុញឲ្យកូនខំរៀនពាក្យពីរឃ្លាដែលខ្ញុំតែងឮម៉ែខ្ញុំនិយាយតាំងពីខ្ញុំនៅតូចនោះគឺគាត់ថាម៉ែធ្លាប់លំបាកឆ្អែតហើយម៉ែមិនចង់ឲ្យកូនលំបាកដូចម៉ែទេម៉ែគ្មានអ្វីចែកកូនទេមានតែឲ្យកូនទៅរៀនដើម្បីក្រេបយកចំណេះវិជ្ជាជាប់ខ្លួនប៉ុណ្ណោះនៅពេលដែលខ្ញុំរៀនថ្នាក់ទី9ខ្ញុំទើបចេះគិតយល់ពីសម្ដីរបស់គាត់ហើយក៏ខ្ញុំចាប់ដើមសួរខ្លួនឯងថារវាងយើងក្នុងនាមជាអ្នករៀននឹងម្ដាយរបស់យើងដែលជាអ្នករកលុយឲ្យយើងរៀននរណាលំបាកជាងពេលខ្ញុំនៅសាលាម៉ែខ្ញុំនៅរោងចក្រគាត់ធ្វើការជាកម្មកររោងចក្រព្រឹកចេញប្រលប់ចូលតែគាត់នៅតែខំប្រឹងដើម្បីឲ្យខ្ញុំបានរៀនសូត្រខ្ញុំក៏សួរខ្លួនឯងទៀតថាតើការរៀនពិតជាពិបាកមែនឬតាមពិតមិនពិបាកទេគ្រាន់តែយើងមិនបានខំប្រឹងឲ្យអស់ពីសមត្ថភាពក្រោយមកខ្ញុំបានបដិញ្ញាចិត្តនិងតាំងចិត្តរៀនសូត្រឲ្យពូកែជាលទ្ធផលចាប់ពីថ្នាក់ទី9ដល់ថ្នាក់ទី12ខ្ញុំរៀនជាប់លេខ1ជារៀងរាល់ខែរហូតមកបើចិត្តយើងចង់រៀនទោះមានឧបសគ្គអ្វីក៏យើងអាចយកឈ្នះវាបានដែរអ្នកអាចរៀនពូកែបានឲ្យតែអ្នកពិតជាដាក់ចិត្តដាក់កាយហើយប្រឹងប្រែងរៀនឲ្យអស់ពីសមត្ថភាពអ្វីគ្រប់យ៉ាងគឺអាស្រ័យលើខ្លួនឯងជាអ្នកសម្រេចបើចិត្តយើងចង់រៀនទោះមានឧបសគ្គអ្វីក៏យើងអាចយកឈ្នះបានដែរប៉ុន្តែបើចិត្តយើងមិនចង់រៀនគ្មាននរណាអាចជំរុញយើងបានឡើយអ្វីគ្រប់យ៉ាងគឺអាស្រ័យលើខ្លួនយើងជាអ្នកសម្រេច2បុព្វហេតុនៃការរៀនមិនមែនជាការងាយស្រួលនោះទេវាក៏មិនអាចហុចផលជាផ្លែផ្កាភ្លាមនោះដែរគឺយើងត្រូវការចំណាយដើមទុនច្រើនណាស់សម្រាប់ការវិនិយោគលើវាអ្នកសាកស្រមៃបន្តិចទៅមើលមកដល់ពេលនេះតើអ្នកបានចំណាយពេលប៉ុន្មានឆ្នាំហើយទៅលើការរៀនតើអ្នកបានចំណាយលុយអស់ប៉ុន្មានហើយទៅលើការរៀនតើអ្នកបានចំណាយកម្លាំងចិត្តកម្លាំងកាយប៉ុន្មានហើយទៅលើការរៀនចុះហេតុអ្វីអ្នកនៅតែមិនសម្រេចចិត្តបោះបង់ហេតុអ្វីអ្នកនៅតែបន្តខំប្រឹងទោះជួបឧបសគ្គពិបាកយ៉ាងណាក៏ដោយចម្លើយនោះគឺអ្នកមានបុព្វហេតុនៃការរៀនច្បាស់លាស់ដែលជាកត្តាជំរុញដល់ខ្លាំងក្លាឲ្យអ្នកនៅតែបន្ត
ប្រសិនបើអ្នកជាសិស្សដែលមានបុព្វហេតុច្បាស់លាស់នោះអ្នកប្រកាសជាអាចឆ្លើយសំណួរតើរៀនដើម្បីអ្វីហើយតើរៀនដើម្បីអ្នកណាខ្ញុំជាសិស្សម្នាក់ដែលមានបុព្វហេតុនៃការរៀនច្បាស់លាស់ខ្ញុំជឿជាក់ថាមានតែការរៀនទេទើបអាចផ្លាស់ប្ដូរជីវិតផ្លាស់ប្ដូរអនាគតព្រេងវាសនារបស់ខ្ញុំបានខ្ញុំបានយល់ពីគុណតម្លៃនៃការរៀនសូត្រខ្ញុំត្រូវប្រឹងប្រែងរៀនដើម្បីខ្លួនឯងនិងអ្នកមានគុណទាំងពីររបស់ខ្ញុំចំណែកប្រទេសជាតិរបស់ខ្ញុំក៏នឹងសម្បូរធនធានមនុស្សដោយសារយើងម្នាក់ជាពលរដ្ឋដែលមានចំណេះដឹងជ្រៅជ្រះជាបញ្ញវន្តនិងជាសទ្រូងសម្រាប់ប្រទេសជាតិលោកអ្នកមានគុណទាំងពីររបស់ខ្ញុំជាបុព្វហេតុនិងជាកម្លាំងចលករដ៏ធំធេងដែលជំរុញទឹកចិត្តឲ្យខ្ញុំខំប្រឹងរៀនរហូតមកដល់បច្ចុប្បន្ននេះបើទោះបីជាពេលខ្លះពួកគាត់មិនបាននិយាយសរសើរឬលើកទឹកចិត្តដោយផ្ដល់ក្តីប៉ុន្តែសកម្មភាពរបស់គាត់បានបង្ហាញថាគាត់ខំប្រឹងរាល់ថ្ងៃគឺដើម្បីកូនដូច្នេះយើងក៏គួរតែខំប្រឹងដើម្បីពួកគាត់វិញដូចគ្នាខ្ញុំចង់ឲ្យអ្នកកំពុងអានទាំងអស់បានស្វែងរកឲ្យឃើញនៅបុព្វហេតុនៃការរៀនរបស់អ្នកទាំងអស់គ្នាតើអ្នកខំប្រឹងដើម្បីអ្វីប្រឹងប្រែងរាល់ថ្ងៃដើម្បីអ្នកណាពេលដែលអ្នកមានបុព្វហេតុមុតមមទោះបីជាកលៈទេសៈលំបាកប៉ុណ្ណាអ្នកមិនអាចបោះបង់ឡើយអ្នកនឹងនៅតែប្រឹងទាំងយប់ទាំងថ្ងៃដើម្បីសម្រេចគោលដៅនិងក្តីស្រមៃរបស់អ្នកចាប់ផ្ដើមដោយមានហេតុផលនិងបុព្វហេតុច្បាស់លាស់ទោះអ្នកនឹងមិនបោះបង់ឡើយរហូតសម្រេចបានអ្វីដែលអ្នកចង់បានអ្នកមានឱកាសរៀនត្រូវខំរៀនកុំចាំដល់អស់ឱកាសទើបស្ដាយក្រោយ3ខ្ញុំមានគោលដៅយកនិទ្ទេសAតាំងពីពេលណាខ្ញុំចាប់ផ្ដើមដាក់គោលដៅថាយកនិទ្ទេសAតាំងពីខ្ញុំរៀនថ្នាក់ទី9មកម្លេះប៉ុន្តែគោលដៅនេះហាក់បីដូចជានៅឆ្ងាយពិបាកឈោងដល់សឹងតែមិនជឿថាខ្លួនឯងអាចធ្វើវាបានអ្វីកើតមានឡើងផ្ដើមចេញពីការមានគោលដៅសំដៅទៅដល់ការកំណត់នៅទីតាំងដែលយើងចង់ទៅដល់ឬអ្វីមួយដែលយើងចង់សម្រេចបានសិស្សម្នាក់គួរតែមានគោលដៅនៅក្នុងការសិក្សាឲ្យជាក់លាក់លើសពីនេះគួរតែហ៊ានស្រមៃនិងមានមហិច្ឆតាឲ្យធំបន្តិចគ្រាន់តែគិតស្រមៃវាមិនខាតអ្វីឡើយបើអ្នកចង់ប្រឡងបានត្រឹមមួយជាប់និទ្ទេសហេតុអ្វីអ្នកមិនស្រមៃលើនឹងបន្តិចទៅដាក់គោលដៅយកនិទ្ទេសAឬនិទ្ទេសBបើមិនបានដល់នោះយ៉ាងហោចណាស់ក៏បានក្រោមនឹងដែលនិទ្ទេសCឬDទោះជាយ៉ាងណាក្តីយើងគួរតែពងប្រាថ្នានិទ្ទេស
ដែលស្របតាមសមត្ថភាពខ្លួនកុំខ្ពស់ពេកឬទាបពេកប៉ុន្តែខ្ញុំសូមផ្ដាំដាច់ខាតកុំមើងងាយសមត្ថភាពនិងសក្តានុពលរបស់ខ្លួនឯងឲ្យសោះអ្នកអាចធ្វើបានលើសពីអ្វីដែលអ្នកគិតជាទូទៅគោលដៅអាចត្រូវបែងចែកជាពីរគឺគោលដៅរយៈពេលខ្លីនិងគោលដៅរយៈពេលវែងគោលដៅរយៈពេលខ្លីអាចជាគោលដៅប្រចាំខែឬប្រចាំឆ្នាំឧទាហរណ៍អ្នកចង់រៀនឲ្យជាប់មានឈ្មោះចូលក្នុងតារាងកិត្តិយសក្នុងខែណាមួយឬចង់រៀនឲ្យពូកែលើមុខវិជ្ជាណាមួយជាដើមចំណែកគោលដៅរយៈពេលវែងជាការសម្លឹងមើលវែងឆ្ងាយឧទាហរណ៍ខ្ញុំគិតចង់ប្រឡងបាក់ឌុបឲ្យបាននិទ្ទេស A តាំងពី4ឆ្នាំមុនគឺនៅអំឡុងពេលខ្ញុំរៀនថ្នាក់ទី9គោលដៅគួរតែត្រូវបានសរសេរចេញពីលើក្រដាសសៀវភៅហើយអ្នកត្រូវឧស្សាហ៍យកគោលដៅនោះមកសម្លឹងជាប្រចាំឲ្យយើងមានកម្លាំងចិត្តសិស្សមួយចំនួនសរសេរគោលដៅរបស់ខ្លួនយកទៅបិទលើជញ្ជាំងជុំវិញក្នុងបន្ទប់គេងក៏មានបន្ទាប់ពីអ្នកមានគោលដៅរួចហើយអ្វីដែលអ្នកត្រូវធ្វើបន្ទាប់គឺការអនុវត្តសកម្មភាពដើម្បីសម្រេចគោលដៅឲ្យចេញជាលទ្ធផលនិទ្ទេស A គឺសម្រាប់អ្នកមានគោលដៅវាមិនមែនសុកបានមកដោយឯងទេ4តើនិទ្ទេស A ផ្លាស់ប្ដូរវាសនាខ្ញុំយ៉ាងណាខ្លះនិទ្ទេស A គ្មានអ្វីអស្ចារ្យខ្លាំងនោះទេតែវាបានផ្លាស់ប្ដូរវាសនាខ្ញុំនិងធ្វើឲ្យខ្ញុំទទួលបាននៅឱកាសជាច្រើនត្រង់ចំណុចនេះខ្ញុំមិនមែនមកអួតអាងអ្វីឡើយតែបើគិតឲ្យវិជ្ជមានខ្ញុំមានចេតនាចង់ឲ្យអ្នករាល់គ្នាកាន់តែមានទឹកចិត្តខំប្រឹងដើម្បីទទួលបាននៅអ្វីដែលខ្ញុំទទួលបានដែលអ្នកគ្រប់គ្នាសុទ្ធតែដឹងហើយថានិទ្ទេស A គឺទទួលបានរង្វាន់ជាច្រើនពីថ្នាក់ដឹកនាំនៅក្នុងស្រុកខេត្តនិងពីនាយករដ្ឋមន្ត្រីផងដែររង្វាន់ដែលសិស្សនិទ្ទេស A គ្រប់គ្នាទទួលបានស្មើគ្នាក្នុងនោះរួមមាន iPad 1គ្រឿងថវិកាចំនួន2លានសៀវភៅ2ក្បាលនិងប្រាក់ស្លឹងទុកជាអនុស្សាវរីយ៍ព្រមទាំងបានថតរូបផ្ទាល់ជាមួយសម្ដេចនាយករដ្ឋមន្ត្រីទៀតផងចំណែករង្វាន់ផ្សេងទៀតគឺអាស្រ័យលើថ្នាក់ដឹកនាំតាមខេត្តនីមួយជាសំណាងរបស់ខ្ញុំក៏បានពេលខ្ញុំទទួលបាននិទ្ទេស A ខ្ញុំទទួលបានរង្វាន់ម៉ូតូរហូតដល់2គ្រឿងគឺ1គ្រឿងទទួលបានពីអភិបាលខេត្តកណ្ដាលចំណែក1គ្រឿងទៀតទទួលបានពីប្រធានគណៈពង្រឹងនៃស្រុកពញាឬលើសពីនេះខ្ញុំក៏ទទួលបានឱកាសជាប់អាហារូបករណ៍ជាច្រើនកន្លែងដើម្បីបន្តការសិក្សានៅសាកលវិទ្យាល័យដោយឥតគិតថ្លៃរយៈពេល4ឆ្នាំពេញជាពិសេសពេលប្រឡងជាប់និទ្ទេស A គឺបានជួយលើកកេរ្តិ៍ឈ្មោះកិត្តិយសខ្លួនឯងគ្រួសារនិង
សាលារៀនផងដែរត្រឡប់បកទៅក្រោយបន្តិចពេលខ្ញុំទទួលបាននិទេស A គឺគេគ្រប់គ្នានាំគ្នាល្បីឈ្មោះខ្ញុំតែម្ដងដោយសារតែនៅវិទ្យាល័យខ្ញុំគឺមិនធ្លាប់មានសិស្សប្រឡងបាននិទេស A ជាយូរណាស់មកហើយចាំតាំងពីពេលនោះមកមានការរឹតបន្តឹងមកអ្វីដែលធ្វើឲ្យខ្ញុំមានមោទនភាពនិងសប្បាយចិត្តបំផុតគឺពេលខ្ញុំឃើញស្នាមញញឹមពុកម៉ែរបស់ខ្ញុំពួកគាត់ទាំងពីរមានអារម្មណ៍សប្បាយរីករាយខ្លាំងមែនទែនសន្យានឹងខ្លួនឯងខំរៀនយកនិទេស A ដើម្បីឲ្យពុកម៉ែមានមោទនភាពផ្នែកទី2គន្លឹះនៃការរៀន 5. បង្កើតទម្លាប់រៀនឲ្យបានរៀងរាល់ថ្ងៃមុននឹងយើងជជែកគ្នាអំពីគន្លឹះនិងវិធីសាស្ត្រផ្សេងៗនៃការរៀនឲ្យពូកែយើងគួរនិយាយពីទម្លាប់ជាមុនសិនព្រោះវាមានឥទ្ធិពលនិងដើរតួនាទីសំខាន់បំផុតក្នុងជីវិតប្រចាំថ្ងៃរបស់យើងទម្លាប់គឺជាសកម្មភាពទាំងឡាយដែលយើងធ្វើជាប្រចាំថ្ងៃរាប់បញ្ចូលទាំងទម្លាប់ល្អនិងអាក្រក់ឧទាហរណ៍ទម្លាប់ងើបពីគេងព្រឹកព្រលឹមទម្លាប់ហាត់ប្រាណរាល់ថ្ងៃទម្លាប់អានសៀវភៅមុនចូលគេងជាដើមប៉ុន្តែយើងនឹងមិនជជែកពីទម្លាប់ទូទៅនោះទេអ្វីដែលយើងចង់ផ្ដោតនៅពេលនេះគឺទម្លាប់នៃការរៀនតែម្ដងតើអ្នកមានទម្លាប់រៀនបែបណាដែរតើអ្នកមានទម្លាប់រៀននៃការរៀនជារៀងរាល់ថ្ងៃដែរឬទេការបង្កើតទម្លាប់រៀនឲ្យបានរាល់ថ្ងៃជាអ្វីដែលអ្នកត្រូវធ្វើមុនអ្វីទាំងអស់ប៉ូលីរតនៈបានចែករំលែកអំពីការបង្កើតទម្លាប់រៀនឲ្យបានរាល់ថ្ងៃនៅក្នុងកម្មវិធីបាក់ដប់ផតខាសគាត់បានលើកឡើងកុំទាន់និយាយពីគន្លឹះឬវិធីសាស្ត្ររៀនឲ្យពូកែប្រសិនបើអ្នកមិនទាន់មានទម្លាប់រៀនឲ្យបានរៀងរាល់ថ្ងៃនៅឡើយការកសាងទម្លាប់រៀនឲ្យបានរាល់ថ្ងៃនឹងជួយឲ្យការសិក្សារបស់អ្នកល្អប្រសើរមិនថាអ្នកជាសិស្សខ្សោយឬជាសិស្សដែលរៀនមិនចេះកម្រិតណាក៏ដោយឲ្យតែអ្នកដាក់ចិត្តរៀននោះអ្នកនឹងអាចរៀនពូកែតើអ្នកធ្លាប់មានអារម្មណ៍ល្អចំពោះខ្លួនឯងដែរឬទេនៅពេលដែលអ្នកមិនបានធ្វើអ្វីមួយឲ្យមានប្រយោជន៍ទាល់តែសោះក្នុងមួយថ្ងៃនេះខ្ញុំធ្លាប់មានអារម្មណ៍នេះដែរពេលខ្ញុំមិនបានរៀនឬធ្វើលំហាត់ដូចដែលបានក្រងទុកដូច្នេះមិនថាមានអារម្មណ៍ឬគ្មានអារម្មណ៍រៀនក៏ដោយអ្នកគួរតែចាំផ្ដើមមានវិន័យក្នុងការរៀនឲ្យបានរាល់ថ្ងៃមិនថារៀនបានតិចក្តីឬច្រើនក្តីគឺឲ្យតែបានរៀនវាអាចនឹងពិបាកបន្តិចនៅពេលដំបូងប៉ុន្តែបើអ្នកអាចរក្សានៅសកម្មភាពរៀនឲ្យបានរាល់ថ្ងៃនេះបានវានឹងក្លាយជារឿងងាយស្រួលវិញហើយព្រោះយូរទៅវានឹងក្លាយទៅជាទម្លាប់ដើម្បីកែប្រែឬបង្កើតទម្លាប់អ្វីថ្មីយ៉ាងហោចណាស់អ្នកត្រូវការពេលវេលាយ៉ាងតិច21ថ្ងៃដើម្បីសម្រេចវាទម្លាប់ល្អនឹងជួយឲ្យអ្នករីកចម្រើនទម្លាប់អាក្រក់នឹង
បំផ្លាញជីវិតអ្នកតើអ្នកជ្រើសរើសយកមួយណាបើអ្នកទៅសួរសិស្សពូកែពួកគេមានទម្លាប់មួយដូចគ្នានោះគឺទម្លាប់រៀនឲ្យបានរាល់ថ្ងៃ6គន្លឹះផ្ដោតអារម្មណ៍រៀននាពេលបច្ចុប្បន្ននេះការផ្ដោតអារម្មណ៍គឺជាបញ្ហាប្រឈមមួយសម្រាប់សិក្សានុសិស្សទូទៅដោយសាររយៈពេលនៃការផ្ដោតអារម្មណ៍របស់ពួកគេកាន់តែតិចទៅការផ្ដោតអារម្មណ៍សំដៅលើការប្រមូលអារម្មណ៍លើរឿងអ្វីមួយដែលមិនបែកឆ្វេងឬបែកស្ដាំបើកាលណាយើងធ្វើសកម្មភាពច្រើនក្នុងពេលតែមួយមានន័យថាយើងនឹងបាត់បង់ការផ្ដោតអារម្មណ៍ហើយដើម្បីផ្ដោតអារម្មណ៍រៀនឲ្យបានល្អចូលក្រឡេកមើលចំណុចមួយចំនួនដូចខាងក្រោមការពារខ្លួនពីការរំខានផ្សេងជាក់ស្ដែងការញៀនលេងទូរស័ព្ទការញៀនលេងហ្គេមគឺសុទ្ធតែជាកត្តាដែលអាចធ្វើឲ្យអ្នកងាយបែកអារម្មណ៍ដូច្នេះអ្នកត្រូវការពារខ្លួនពីការរំខានទាំងនោះឲ្យបានអំឡុងពេលអ្នកកំពុងរៀនដោយបិទការជូនដំណឹងពី YouTube ឬទុកទូរស័ព្ទឲ្យនៅឆ្ងាយពីខ្លួនជាដើមក្នុងន័យនេះមិនមែនមានន័យថាហាមអ្នករាល់គ្នាមិនឲ្យលេងទាល់តែសោះនោះទេតែគួរមានការគ្រប់គ្រងពេលវេលាឲ្យបានច្បាស់លាស់រៀនដោយមានគោលបំណងនៅពេលអ្នកមានគោលបំណងចង់ចេះចង់ដឹងអ្វីពីអ្វីមួយពិតប្រាកដនោះអ្នកនឹងផ្ដោតអារម្មណ៍បានល្អដោយខ្លួនឯងឧទាហរណ៍អ្នកកំពុងតែកាន់សៀវភៅមួយនេះហើយអានដោយការផ្ដោតអារម្មណ៍បំផុតព្រោះអ្នកមានគោលបំណងចង់ដឹងពីគន្លឹះនិងវិធីសាស្ត្រជោគជ័យក្នុងការរៀនសូត្រអ្នកទៅរៀនអង្គុយស្ដាប់គ្រូរាល់ថ្ងៃតើអ្នកមានគោលបំណងអ្វីឲ្យពិតប្រាកដតើអ្នកទៅសាលាឲ្យតែបាត់ពីផ្ទះចង់ទៅជួបជុំមិត្តភ័ក្តិដើរលេងឬទៅសាលាដោយមានគោលបំណងច្បាស់លាស់ថាទៅរៀនដើម្បីចំណេះដឹងហើយចង់ចេះចង់ដឹងពិតប្រាកដពេលវេលានិងទីកន្លែងពេលវេលាល្អសម្រាប់ការរៀនអាស្រ័យលើសិស្សម្នាក់អ្នកខ្លះចូលចិត្តរៀនពេលយប់អ្នកខ្លះចូលចិត្តក្រោកពីព្រលឹមដើម្បីរៀនដូច្នេះអ្នកគួរតែព្យាយាមសាកល្បងខ្លួនឯងដើម្បីឲ្យដឹងថាពេលណាដែលអ្នករៀនផ្ដោតអារម្មណ៍បានល្អបំផុតចំណែកកន្លែងល្អសម្រាប់ការរៀនវិញជាកន្លែងដែលស្ងៀមស្ងាត់មានតុអង្គុយត្រឹមត្រូវមានសម្ភារៈរៀនគ្រប់គ្រាន់បើកាលណាកន្លែងរៀនរៀបចំបានស្អាតអ្នកក៏មានអារម្មណ៍ល្អក្នុងការរៀនផងដែរផ្ទុយមកវិញបើអ្នកចូលចិត្តដេករៀននោះអ្នកនឹងរៀនដេកវិញជាមិនខានការរៀននៅកន្លែងគេងគឺក៏អាចធ្វើឲ្យអ្នកនឹងឆាប់ងងុយគេងព្រោះខួរក្បាលទម្លាប់សម្កត់ថាវាជាកន្លែងគេងមិនមែនជាកន្លែងរៀនឡើយការសម្រាកខួរក្បាលការរៀនត្រូវតែមានពេលវេលាដើម្បីសម្រាកខួរក្បាលអ្នកមិនគួររៀនលើសពី1ម៉ោងដោយមិនមានពេលវេលាសម្រាកនោះទេខួរក្បាលរបស់អ្នកព្
ប្រៀបដូចជាទូរស័ព្ទអញ្ចឹងបើកាលណាអ្នកប្រើទូរស័ព្ទយូរម៉ោងវានឹងឆាប់ចាប់ផ្ដើមឡើងកម្ដៅចំណែកខួរក្បាលក៏មិនខុសគ្នាដែរនៅពេលណាយើងរៀនច្រើនម៉ោងដោយមិនបានសម្រាកវានឹងចេះនឿយហត់និងបាត់បង់ការផ្ដោតអារម្មណ៍ផងដែរអ្នកអាចសាកល្បងអនុវត្តវិធីរៀនដើម្បីដល់ល្បីមួយដែលភាគច្រើនត្រូវបានគេស្គាល់វាថា Technique Pomodoro វាជាវិធីសាស្ត្រមួយក្នុងការរៀនឲ្យមានប្រសិទ្ធភាពដោយមានការបែងចែកពេលរៀនជា4ដងក្នុងរយៈពេល2ម៉ោងរយៈពេលនៃការរៀនម្ដងគឺត្រូវចំណាយពេល25នាទីបន្ទាប់មកត្រូវសម្រាកខួរក្បាល5នាទីហើយអ្នកធ្វើរបៀបនេះឲ្យគ្រប់2ម៉ោងអ្នកក៏អាចបត់បែនវិធីសាស្ត្រនេះឲ្យសមស្របនឹងខ្លួនឯងតាមភាពជាក់ស្ដែងម្យ៉ាងវិញទៀតអ្នកគួរតែគិតពីសុខភាពខួរក្បាលរបស់អ្នកដែលដោយគេងឲ្យបានគ្រប់គ្រាន់ញ៉ាំទឹកគ្រប់គ្រាន់ទទួលទានអាហារឲ្យបានទៀងពេលវេលាក្រឡេកមើលសិស្សមួយចំនួនឲ្យតែចាប់កាន់សៀវភៅគឺដឹងតែងងុយគេងទាំងនេះអាចមកពីខួរក្បាលយើងហត់មិនបានសម្រាកឬការគេងមិនបានគ្រប់គ្រាន់ជាដើមរូបមន្តរៀនពូកែផ្ដោតយល់ចាំស្មើចេះ7តើធ្វើយ៉ាងណាទើបមានកម្លាំងចិត្តខំរៀនជាទូទៅកម្លាំងចិត្តត្រូវបានបែងចែកជា2គឺកម្លាំងចិត្តពីខាងក្នុងនិងកម្លាំងចិត្តពីខាងក្រៅកម្លាំងចិត្តពីខាងក្នុងគឺជាកត្តាកើតចេញពីកម្លាំងជំរុញពីខាងក្នុងខ្លួនយើងតែម្ដងដូចជាអារម្មណ៍មុខមុតក្នុងការបំពេញនៅមហិច្ឆតានៃការចង់សម្រេចអ្វីមួយឬជាអារម្មណ៍មានមោទនភាពនៅក្នុងពេលទទួលបានលទ្ធផលល្អជាទីគាប់ចិត្តឧទាហរណ៍អ្នកមានកម្លាំងចិត្តអានសៀវភៅមួយក្បាលនេះគឺវាកើតឡើងដោយសារកម្លាំងចិត្តពីខាងក្នុងខ្លួនរបស់អ្នកតែម្ដងដោយគ្មានការបង្ខំពីអ្នកណាម្នាក់ឡើយព្រោះអ្នកគិតថាខ្លួនអ្នកនឹងទទួលបានពន្លឺដែលជួយឲ្យអ្នកសម្រេចបានលទ្ធផលល្អក្នុងការសិក្សាចំណែកកម្លាំងចិត្តពីខាងក្រៅវិញជាកត្តាដែលជំរុញពីសង្គមខាងក្រៅឬអ្នកជំវិញខ្លួនដូចជាការលើកទឹកចិត្តពីគ្រួសារពីលោកគ្រូអ្នកគ្រូឬពីមិត្តភ័ក្តិជាដើមអ្នកខ្លះមានទឹកចិត្តចង់រៀនសូត្រដោយសារចង់បានរង្វាន់ពីឪពុកម្ដាយឬការកោតសរសើរពីអ្នកជុំវិញខ្លួនឬអ្នកខ្លះចង់រៀនឲ្យពូកែដើម្បីមានគេតាមស្រឡាញ់ច្រើនជាដើមការទាំងកត្តាក្នុងខ្លួននិងកត្តាក្រៅខ្លួនសុទ្ធតែមានសារៈសំខាន់សម្រាប់ឲ្យយើងបន្តដំណើរឆ្ពោះទៅរកគោលដៅរបស់យើងទោះជាយ៉ាងណាក៏ដោយអ្នកគួរតែពង្រឹងនៅសមត្ថភាពក្នុងការលើកទឹកចិត្តខ្លួនឯងជាប្រចាំព្រោះយើងមិនអាចពឹងផ្អែកលើកត្តាខាងក្រៅបានគ្រប់ពេលវេលានោះទេមានន័យថា
មានតែយើងទេដែលនៅចាំលើកទឹកចិត្តខ្លួនឯងជាប្រចាំកុំចាំបាច់តែមានគេជុំវិញលើកទឹកចិត្តទើបអ្នកចាប់ផ្ដើមធ្វើសកម្មភាពដើម្បីសម្រេចគោលដៅរបស់ខ្លួនវិធីសាស្ត្រមួយចំនួនទៀតដែលអាចធ្វើឲ្យអ្នកមានកម្លាំងចិត្តរៀនគឺការស្រមៃនឹកដល់អារម្មណ៍ពេលយើងបានដល់គោលដៅរបស់យើងអ្នកអាចគិតទៅដល់ផលដែលអ្នកនឹងសម្រេចឧទាហរណ៍អ្នកអាចសាងស្រមៃគិតដល់អារម្មណ៍ពេលដែលអ្នកទទួលបាននិទេស A តើអ្នកមានអារម្មណ៍បែបណាអ្នកប្រកាសជាមានមោទនភាពនិងរំភើបនិយាយរួមគ្រាន់តែគិតក៏ញញឹមដែរផ្ទុយមកវិញពេលខ្លះអ្នកអាចប្រើវិធីសាស្ត្រជំរុញទឹកចិត្តខ្លួនឯងដោយយកការបំភ័យខ្លួនឯងវិញដូចជាការស្រមៃគិតដល់អារម្មណ៍នៅពេលដែលអ្នកបរាជ័យក្នុងការសិក្សាតើអ្នកនឹងទទួលរងផលប៉ះពាល់អ្វីខ្លះអ្នកនឹងជួបបញ្ហាឬរឿងអ្វីខ្លះកើតឡើងចំពោះអ្នកពិតណាស់បើកាលណាអ្នកមិនខំរៀននោះអ្នកនឹងត្រូវប្រឡងធ្លាក់ហើយនៅពេលប្រឡងធ្លាក់នោះអ្នកនឹងមានអារម្មណ៍ខ្មាស់គេអ្នកនឹងខាតពេលវេលាច្រើនណាស់ហើយវានាំមកនៅបញ្ហាជាច្រើនទៀតដូច្នេះចង់មិនចង់អ្នកត្រូវជាមនុស្សម្នាក់ដែលមានទំនួលខុសត្រូវលើអនាគតខ្លួនឯងក្នុងនាមជាសិស្សម្នាក់ទួនាទីរបស់អ្នកគឺខំប្រឹងរៀនសូត្រដើម្បីសងគុណពុកម្ដាយកុំចាំតែមានគេលើកទឹកចិត្តឬមានគេសរសើរទើបខំរៀនលើកទឹកចិត្តខ្លួនឯងឲ្យបានច្រើន8យកឈ្នះទម្លាប់ពន្យាពេលអ្នកកំពុងអានរួមទាំងខ្ញុំផងដែលប្រហែលជាធ្លាប់និយាយថាខ្លួនរាល់ពេលណាឬអត់ពេលគ្រប់គ្រាន់ទេតើអ្នកធ្លាប់សួរខ្លួនឯងទេតើយើងពិតជារវល់ឬអត់ពេលមែនអត់មានពេលមែនឬវាគ្រាន់ជាលេសដោះសាររបស់យើងដើម្បីកុហកខ្លួនឯងតាមពិតយើងម្នាក់សុទ្ធតែមានពេលវេលា24ម៉ោងក្នុងមួយថ្ងៃស្មើគ្នាតែអ្វីដែលខុសគ្នាគឺរបៀបនៃការរៀបចំចាត់ចែងពេលវេលាវាមិនសំខាន់ត្រង់ថាយើងមានពេលវេលាប៉ុន្មាននោះទេអ្វីដែលសំខាន់យើងប្រើពេលវេលារបស់យើងដោយរបៀបណាលទ្ធផលទាំងអស់ក្នុងជីវិតឬភាពជោគជ័យក្នុងការសិក្សាគឺអាស្រ័យលើការប្រើប្រាស់ពេលវេលារបស់យើងនឹងឯងយើងមិនអាចទាញពេលវេលាឲ្យត្រឡប់ក្រោយបានទេហេតុនេះចូលចំណាយពេលវេលារបស់អ្នកឲ្យមានប្រសិទ្ធភាពបំផុតដាច់ខាតមិនត្រូវពន្យាលពេលនោះឡើយតើយើងអាចបំបត្តិទម្លាប់ពន្យាលពេលបានដែរឬទេវាមិនមែនជារឿងងាយស្រួលទេតែមិនមែនយើងមិនអាចយកឈ្នះវាបាននោះដែរ
ដើម្បីយកឈ្នះលើទម្លាប់ពន្យាលពេលមុនដំបូងអ្នកត្រូវទទួលស្គាល់ខ្លួនឯងជាមនុស្សចូលចិត្តពន្យាលពេលបន្ទាប់មកបញ្ឈប់ការពន្យាលបញ្ឈប់ការព្យាយាមរកលេសដោះសារឲ្យខ្លួនឯងនៅពេលដែលអ្នកមានអារម្មណ៍ចង់ពន្យាលពេលអ្នកត្រូវយកឈ្នះវាឲ្យបានដោយការចាប់ផ្ដើមធ្វើភ្លាមនៅពេលមានកិច្ចការអ្វីមួយត្រូវធ្វើអ្នកគួរចាប់ផ្ដើមធ្វើឲ្យបានលឿនតាមដែលអាចធ្វើទៅបានម្យ៉ាងវិញទៀតអ្នកគួរមានផ្នត់គំនិតមួយថាកិច្ចការណាដែលខ្ញុំចាប់ផ្ដើមធ្វើហើយខ្ញុំត្រូវតែបញ្ចប់វាឲ្យរួចរាល់មិនត្រូវទុកចោលពាក់កណ្ដាលទីនោះឡើយយ៉ាងណាក៏ដោយសិស្សខ្លះមិនព្រមចាប់ដើមរៀនក៏ដោយសារតែមិនដឹងថាខ្លួនចាប់ដើមពីកន្លែងណាទៅមុនចាប់ដើមតែទើបធ្វើឲ្យពួកគេចូលចិត្តពន្យាលពេលដូច្នេះអ្នកត្រូវចេះរៀបចំផែនការសកម្មភាពសម្រាប់ខ្លួនឯងដូចជាផែនការប្រចាំថ្ងៃប្រចាំសប្តាហ៍ជាដើមដើម្បីឲ្យអ្នកដឹងច្បាស់ពីអ្វីដែលអ្នកនឹងធ្វើគួរចាប់ផ្ដើមនៅពេលណានិងបញ្ចប់នៅពេលណាឲ្យបានជាក់លាក់អ្នកត្រូវរៀនសរសេរចេញជាផែនការសកម្មភាពដើម្បីរលឹកខ្លួនឯងតើអ្វីខ្លះដែលអ្នកចង់សម្រេចឲ្យបានរឿងសំខាន់មួយទៀតអ្នកត្រូវចេះកំណត់ការអតិថិភាពនីមួយបើយោងតាមសៀវភៅទម្លាប់ដ៏មានប្រសិទ្ធភាពទាំង7យ៉ាងសម្រាប់យុវវ័យក៏បានបង្ហាញពីរបៀបគ្រប់គ្រងពេលវេលានិងផងដែរត្រង់ទម្លាប់ទី3ដែលមានន័យថាត្រូវធ្វើរឿងដែលសំខាន់មុនជារៀងរាល់ថ្ងៃអ្នកមានកិច្ចការច្រើនណាស់ដែលត្រូវធ្វើអ្នកមិនអាចធ្វើវាឲ្យអស់ក្នុងរយៈពេលមួយថ្ងៃនោះទេដូច្នេះហើយអ្នកត្រូវចេះកំណត់ថាកិច្ចការណាដែលត្រូវធ្វើមុនកិច្ចការណាដែលត្រូវធ្វើបន្ទាប់ហើយកិច្ចការណាដែលមិនចាំបាច់ត្រូវធ្វើនឹងគួរកាត់បន្ថយអ្នកត្រូវផ្ដោតតែទៅលើកិច្ចការណាដែលពាក់ព័ន្ធនឹងគោលដៅរបស់អ្នកទៅបានហើយការបើមិនពាក់ព័ន្ធគួរទុកមួយឡែកសិនឧទាហរណ៍អ្នកកំណត់ថាត្រូវទៅរៀនគួរបន្ថែមលើមុខវិជ្ជាដែលអ្នកខ្សោយជាការងារអតិថិភាពដែលអ្នកត្រូវធ្វើការជួបជុំមិត្តភ័ក្តិការដើរលេងគឺមិនមែនជាកិច្ចការទិដ្ឋភាពនៅឡើយទេពាក្យចាំសិនធ្វើឲ្យអ្នកគ្មានថ្ងៃរីកចម្រើន9គន្លឹះក្នុងការទន្ទិញមេរៀនខ្ញុំជាមនុស្សម្នាក់ដែលមិនពូកែទន្ទិញមេរៀនអញ្ចឹងហើយបានជាខ្ញុំសម្រេចចិត្តចូលរៀនថ្នាក់វិទ្យាសាស្ត្រពិតតែបើជាចូលរៀនថ្នាក់វិទ្យាសាស្ត្រពិតក្តីក៏ខ្ញុំមិនអាចគេចផុតពីការទន្ទិញមេរៀននេះបានឡើយមិនតែប៉ុណ្ណោះពេលចូលមកដល់
សកលវិទ្យាល័យក៏នៅតែទន្ទិញមេរៀនដដែលដោយសារគ្រូក្បាលខ្ញុំមិនសូវពូកែចាំដូចគេដូច្នេះខ្ញុំតែងតែរកវិធីសាស្ត្រប្លែកដែលចេញពីបទពិសោធន៍ផ្ទាល់ខ្លួនដើម្បីទន្ទិញមេរៀនឲ្យឆាប់ចាំហើយវិធីសាស្ត្រទាំងអស់នោះទទួលបានផលពិតមែនវិធីសាស្ត្រតែងជាចម្រៀងឬពាក្យជួនអ្នកអាចប្រើវិធីសាស្ត្រនេះដើម្បីទន្ទិញរូបមន្តឬមេរៀនឲ្យឆាប់ចាំការរៀនដោយការតែងជាបទចម្រៀងកំណាព្យឬពាក្យជួនគឺជួយឲ្យគ្រូក្បាលងាយក្នុងការចងចាំរៀនបែបសប្បាយទើបរៀនឆាប់ចេះវិធីសាស្ត្រនេះត្រូវបានប្រើប្រាស់ច្រើនកាលពីយើងនៅក្មេងៗភាគច្រើនគ្រូតាក់តែងជាបទចម្រៀងដើម្បីច្រៀងជាឧទាហរណ៍ការយើងចាប់ផ្ដើមរៀនភាសាអង់គ្លេសដំបូងយើងរៀនអក្សរក្រមភាសាអង់គ្លេស ABC ជាលក្ខណៈបទចម្រៀងដែលនៅពេលខ្ញុំរៀនថ្នាក់ធំហើយក្តីពេលខ្លះខ្ញុំតែងជាចម្រៀងច្រៀងរ៉េបមេរៀនក៏មានវិធីសាស្ត្រប្រើប្រាស់រូបភាពការស្រមៃជារូបភាពជួយឲ្យយើងរំលឹកព័ត៌មានក្នុងខួរក្បាលយើងបានលឿនផងដែរឧទាហរណ៍ចំពោះមុខជីវៈគេដាក់បញ្ចូលមេរៀនជារូបភាពជាច្រើនដោយសារគេចង់ឲ្យយើងស្វែងយល់ពីរូបភាពទាំងអស់នោះនឹងជួយឲ្យយើងចងចាំបានល្អក្រៅពីវិធីសាស្ត្រខាងលើខ្ញុំចង់លើកឡើងអំពីវិធីសាស្ត្ររៀនលក្ខណៈវិទ្យាសាស្ត្រពីរទៀតដែលអ្នកទាំងអស់គ្នាគួរដឹងនិងអាចសាកល្បងអនុវត្តបានមុននឹងនិយាយពីវិធីសាស្ត្រទាំងនេះអ្នកទាំងអស់គ្នាធ្លាប់ឆ្ងល់ឬទេថាអត់ទេថាហេតុអ្វីបានជាខួរក្បាលរបស់យើងឆាប់ភ្លេចម្លេះដំបូងយើងគួរស្វែងយល់និងសិក្សាពីខ្សែកោងនៃការភ្លេចដែលជាទ្រឹស្ដីរបស់ចិត្តវិទូជនជាតិអាល្លឺម៉ង់ម្នាក់ដែលមានឈ្មោះជាមុនសិនខ្សែកោងនៃការភ្លេចបង្ហាញថាព័ត៌មានដែលយើងទទួលបាននឹងចាប់ផ្ដើមភ្លេចក្នុងរយៈពេល20នាទីក្រោយបន្ទាប់ពី1ម៉ោងក្រោយយើងនឹងភ្លេចអ្វីដែលយើងបានរៀនអស់ពាក់កណ្ដាល 50% ហើយរយៈពេល1ថ្ងៃក្រោយយើងនឹងភ្លេចអស់ 60% បន្ទាប់ពី1សប្ដាហ៍ក្រោយយើងនឹងភ្លេចព័ត៌មានទាំងអស់នោះ 75 បាត់ទៅហើយដើម្បីដោះស្រាយបញ្ហានៃការភ្លេចមេរៀនដែលរៀនអ្នកអាចសាកល្បងអនុវត្តវិធីសាស្ត្រពីរខាងក្រោមវិធីសាស្ត្រទី1ការរំលឹកសកម្មការទន្ទិញមេរៀនឲ្យចងចាំបានល្អមិនមែនជា
ការបញ្ចូលព័ត៌មានក្នុងខួរក្បាលឲ្យបានច្រើនរហូតនោះទេតែជាការទាញយកព័ត៌មានមកប្រើប្រាស់ឲ្យបានច្រើននិយាយឲ្យងាយយល់ពីងាយយល់គឺជាការរៀនដោយការធ្វើតេស្តសាកល្បងខ្លួនឯងតាមរយៈខ្លួនឯងជាប្រចាំដើម្បីបង្កើនការចងចាំតាមចាំរយៈពេលវែងរបស់យើងដូចជាការបង្កើតជាសំណួរសួរខ្លួនឯងការសួរគ្នាទៅវិញទៅមកជាមួយមិត្តភ័ក្តិការអនុវត្តលំហាត់ជាដើមខ្ញុំតែងតែទន្ទិញមេរៀននៅផ្ទះដោយខ្លួនឯងប៉ុន្តែខ្ញុំចូលចិត្តទៅរៀនជាមួយមិត្តភ័ក្តិបន្ថែមដោយការសួរឆ្លងឆ្លើយគ្នាជាប្រចាំនៅពេលដែលខ្ញុំទៅសាលារៀនការធ្វើបែបនេះជាការតេស្តឆ្លើយសំណួរផ្ទាល់មាត់វាបានជួយធ្វើឲ្យខ្ញុំឆាប់ចងចាំមេរៀនបានល្អនិងដឹងពីចំណុចខ្វះខាតដែលត្រូវពង្រឹងបន្ថែមមួយវិញទៀតខ្ញុំជាមនុស្សដែលចូលចិត្តការចែករំលែកទៅកាន់អ្នកដទៃដូច្នេះខ្ញុំចូលចិត្តយកអ្វីដែលខ្ញុំចេះទៅបញ្យល់ឬបង្រៀនបន្តទៅកាន់មិត្តភ័ក្តិរបស់ខ្ញុំតាមការសិក្សាស្រាវជ្រាវបង្ហាញថាការរៀនដោយការចែករំលែកនិងការបង្រៀនអ្នកដទៃជួយឲ្យយើងយល់មេរៀនកាន់តែច្បាស់និងចងចាំបានកាន់តែល្អនៅពេលយើងជួយមិត្តភ័ក្តិរបស់យើងបានបនហើយថែមទាំងបានចេះខ្លួនឯងផងដែរវិធីសាស្ត្រទី2ការដកឃ្លានៃការរំលឹកវិធីសាស្ត្រនេះត្រូវបានគេប្រើទន្ទឹមគ្នាជាមួយនឹងវិធីសាស្ត្ររំលឹកសកម្មដើម្បីឲ្យកាន់តែមានប្រសិទ្ធភាពការដកឃ្លាក្នុងការទន្ទិញមានន័យថាយើងត្រូវចេះរៀបចំការវិភាគទន្ទិញមេរៀនយ៉ាងណាឲ្យមានគុណលាតពីគ្នាពីព្រោះការសម្លឹងនិងទន្ទិញឡើងវិញធ្វើឲ្យព័ត៌មាននោះមិនងាយភ្លេចមេរៀនណាដែលអ្នកចាំបាច់បានច្រើនអ្នកអាចចំណាយពេលតិចជាងមុនដោយការដកឃ្លាទន្ទិញតែក៏មិនមានន័យឲ្យឈប់ទន្ទិញវាដែរព្រោះអ្នកអាចនឹងភ្លេចវាទៅវិញបើយើងមិនរំលឹកសោះចំណែកមេរៀនណាដែលអ្នកមិនទាន់ចេះអ្នកត្រូវទន្ទិញរាល់ថ្ងៃក្រោយមកអ្នកអាចដកឃ្លាមួយអាទិត្យម្ដងបន្ទាប់មកទៀតដកឃ្លាមួយខែម្ដងនេះហើយជាវិធីសាស្ត្រការដកឃ្លានៃការរំលឹកគ្មាននរណាម្នាក់រៀនមិនភ្លេចនោះទេប៉ុន្តែគេនៅតែរៀននិងរំលឹកជាប្រចាំទើបគេចាំបានយូរគ្មាននរណាម្នាក់រៀនមិនភ្លេចនោះទេប៉ុន្តែគេនៅតែរៀននិងរំលឹកជាប្រចាំទើបគេចាំបានយូរ10គន្លឹះក្នុងការអនុវត្តលំហាត់នៅពេលដែលនិយាយពី
ការអនុវត្តលំហាត់អ្នកប្រកាសជាគិតទៅដល់មុខវិជ្ជាសាស្ត្រមួយចំនួនដែលមានលំហាត់មានរូបមន្តជាច្រើនដូចជាគណិតរូបគីមីជីវៈជាដើមការដោះស្រាយលំហាត់គឺពិតជាមានប្រយោជន៍ណាស់ដល់ការអភិវឌ្ឍសមត្ថភាពនៃការគិតរបស់ខួរក្បាលយើងមិនតែប៉ុណ្ណោះការដោះស្រាយលំហាត់ថែមទាំងជួយឲ្យយើងឲ្យភាពច្នៃប្រឌិតនិងការគិតបែបស៊ីជម្រៅទៀតផងដូច្នេះដើម្បីឲ្យអ្នកអាចពូកែក្នុងការដោះស្រាយលំហាត់ខ្ញុំនឹងចែករំលែកពីគន្លឹះមួយចំនួនសម្រាប់អ្នកទាំងអស់គ្នារៀនពីមូលដ្ឋានគ្រឹះសិក្សាមួយចំនួនមិនពូកែខាងដោះស្រាយលំហាត់នោះទេដោយសារតែពួកគេខ្សោយមូលដ្ឋានគ្រឹះដូចជាការគណនាលេខវិធានមូលដ្ឋានការបំបែកខ្នាតការទាញរូបមន្តជាដើមដូច្នេះប្រសិនបើអ្នកដឹងថាខ្លួនឯងមិនទាន់មូលដ្ឋានគ្រឹះគ្រប់គ្រាន់នៅឡើយអ្នកគួរតែផ្ដើមរៀនសារឡើងវិញពីមេរៀនក្រោមពីមេរៀនថ្នាក់ក្រោមដែលអាចមានភាពពាក់ព័ន្ធជាមួយមេរៀនថ្នាក់ខ្ពស់យល់ពីមេរៀនអ្នកអាចដោះស្រាយលំហាត់បានលុះត្រាតែអ្នកបានយល់មេរៀនខ្លះជាមុនសិនឧទាហរណ៍ដូចជាការដោះស្រាយលំហាត់រូបគីមីជាដើមត្រូវទាមទារឲ្យយើងយល់ពីបាតុភូតទើបអាចទាញរូបមន្តមកប្រើត្រូវចាំរូបមន្តដើម្បីឲ្យចាំរូបមន្តយើងត្រូវឧស្សាហ៍អនុវត្តលំហាត់ឲ្យបានច្រើននិងត្រូវចេះសង្ខេបរូបមន្តសំខាន់មករំលឹកនិងទន្ទិញជាប្រចាំដោះស្រាយលំហាត់ជាក្រុមដោយការដោះស្រាយលំហាត់ជាមួយមិត្តភ័ក្តិជាវិធីសាស្ត្រមួយដ៏ល្អព្រោះយើងអាចរកជំនួយខ្លះភ្លាមនៅពេលដែលយើងមិនយល់ឬឆ្ងល់ត្រង់ចំណុចណាមួយយើងអាចសុំឲ្យមិត្តភ័ក្តិរបស់យើងជួយពន្យល់បន្ថែមការរៀនជាក្រុមក៏ជាវិធីល្អមួយដើម្បីយកឈ្នះភាពខ្ជិលឬហើយដោយសារតែយើងមានមិត្តភ័ក្តិចាំជួយដាស់តឿនគ្នាទៅវិញទៅមករៀនអនុវត្តលំហាត់ពីតូចបើអ្នកមិនសូវពូកែអ្នកគួរចាប់ផ្ដើមធ្វើលំហាត់តូចងាយជាមុនសិនដើម្បីបន្សំខ្លួនជាមួយនឹងរបៀបក្នុងការដោះស្រាយលំហាត់អ្នកអាចរៀនដោយការលួចមើលចម្លើយបានសំខាន់ឲ្យតែយល់សិនបើអ្នករៀនដោយខ្លួនឯងមិនមើលចម្លើយសោះឬធ្វើលំហាត់ធំពេកវាអាចធ្វើឲ្យអ្នកគិតមិនចេញឆាប់ stress ឆាប់បាក់ទឹកចិត្តហើយអាចនឹងលែងមានអារម្មណ៍ចង់កថាបានអនុវត្តលំហាត់ឲ្យបានច្រើនដងចំពោះលំហាត់ណាដែល
អ្នកមានអារម្មណ៍ហាក់នៅស្រពេចស្រពិលមិនទាន់ច្បាស់ចូលអ្នកយកវាមកអង្គុយធ្វើម្ដងទៀតការធ្វើបែបនេះជួយឲ្យអ្នកអាចយល់បានកាន់តែច្បាស់ជាងមុនលើសពីនេះអ្នកក៏អាចដឹងរបៀបដោះស្រាយនិងរបៀបសរសេរចម្លើយកាន់តែស្ទាត់លំហាត់មិនមែនយកមកអង្គុយមើលឬមកទន្ទិញទេគឺត្រូវអនុវត្តហើយអនុវត្តទៀត